បាទសូមគោរពជំរាបសួរបងប្អូនមិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាបាទថ្ងៃនេះបន្តប្រយោគបដិសេធដែលមានចំនួន 10000 ប្រយោគជាបន្តទៀត 10,000 negative sentences បាទដល់វីដេអូទី24ហើយចាប់ពី sentence 231 The boy was not ashamed of stealing the chocolate. The boy was not ashamed of stealing the chocolate. ចឹងថាក្មេងប្រុសនឹងមិនខ្មាស់អៀននឹងការលួចសូកូឡាទេអូខេចឹងក្មេងប្រុសនឹងមិនខ្មាស់អៀននឹងការលួចសូកូឡាទេចឹង the boy was not ashamed បាទក្មេងប្រុសមិនខ្មាស់អៀននឹង stealing បាទ stealing the chocolate អូខេ steal បាទលួចនឹងការលួចសូកូឡាទេ Sentence 232 She doesn't feel ashamed of losing her temper. She doesn't feel ashamed of losing her temper. ចឹងថានាងនឹងមិនមានអារម្មណ៍ខ្មាស់អៀននឹងការបាត់បង់កំហឹងរបស់នាងទេអូខេយើង she doesn't feel ashamed ចឹងនាងមិនមានអារម្មណ៍ខ្មាស់អៀននឹង losing បាទការបាត់បង់នៅកំហឹងបាទរបស់នាងទេ temper នេះបាទកំហឹងការខឹង Sentence 233 I am not ashamed of standing up for my friend. I am not ashamed of standing up for my friend. ចឹងថាខ្ញុំមិនខ្មាស់អៀននឹងការឈរចាំមិត្តភក្តិរបស់ខ្ញុំទេអូខេ I am not ashamed បាទខ្ញុំមិនខ្មាស់អៀននឹងstanding អូខេនឹងការឈរចាំ for my friend បាទឈរចាំមិត្តភក្តិរបស់ខ្ញុំ Sentence 234 he was not ashamed of how he treated his classmates. He was not ashamed of how he treated his classmates ចឹងថាគាត់នឹងមិនខ្មាស់អៀននឹងរបៀបដែលគាត់ធ្វើបាបមិត្តរួមថ្នាក់របស់គាត់ទេHe was not ashamed បាទគាត់មិនខ្មាស់អៀននឹង how បាទរបៀបឬក៏វិធីអូខេ he treated his classmate បាទដែលគាត់ធ្វើបាបនឹងហើយ treat somebody បាទធ្វើបាបមិត្តរួមថ្នាក់របស់គាត់ទេ Sentence 235 They were not ashamed of their reckless behavior. They were not ashamed of their reckless behavior ចឹងថាពួកគេនឹងមិនខ្មាស់អៀននឹងអាកប្បកិរិយាមិនប្រុងប្រយ័ត្នរបស់ពួកគេទេអូខេ they were not ashamed ពួកគេមិនខ្មាស់អៀននឹង their reckless behavior អាកប្បកិរិយា reckless នេះបាទមិនប្រុងប្រយ័ត្នហ្នឹងហើយដែលមិនប្រុងប្រយ័ត្នដែលធ្វេសប្រហែសចឹងមានន័យថាពួកគេនឹងមិនខ្មាស់អៀននឹងអាកប្បកិរិយាមិនប្រុងប្រយ័ត្នបាទឬក៏អាកប្បកិរិយាធ្វេសប្រហែសរបស់ពួកគេទេ Sentence 236 She was not ashamed of not being able to complete the task. She was not ashamed of not being able to complete the task ចឹងថានាងនឹងមិនខ្មាស់អៀននឹងការមិនអាចបំពេញភារកិច្ចបាននោះទេ She was not ashamed of បាទនាងមិនខ្មាស់អៀននឹង not being បាទការមិនអាច not being able ការមិនអាច to complete បាទបំពេញមិនអាចបំពេញឬក៏មិនអាចបញ្ចប់អូខេ complete ណាបាទធ្វើឲ្យចប់សពគ្រប់ to complete the task បាទការបំពេញកាតព្វកិច្ចនឹងឲ្យបានចប់សពគ្រប់ចឹងមានន័យថានាងមិនខ្មាស់អៀននឹងការបំពេញកាតព្វកិច្ចឬក៏ភារកិច្ចនឹងឯងឲ្យបានចប់សពគ្រប់នោះទេ Sentence 237 He is not known for his kindness. He is not known for his kindness ចឹងតែគាត់នឹងមិនមែនល្បីល្បាញដោយសារសន្តានចិត្តរបស់គាត់ទេបាទ to be known for something somebody បាទល្បីល្បាញ to be known បាទ to be known for something somebody ល្បីល្បាញដោយសារអ្វីមួយឬក៏នរណាម្នាក់
chẳng he is not known for his kindness chẳng quạt mình men là bay là bay đời xa sẵn đàn là chơi là bọc quạt đây sentence 238 she is not known for her cooking skills she is not known for her cooking skill chẳng cái than niếng mình men là bay là bay đời xa chùm niên chùm ăn là ha là bỏ niên thế chẳng she is not known và she is not known for rồi cái niên mình men là bay đời xa her cooking skill và chùm niên chùm ăn mà hô bà ha là bỏ niên thế sentence 239 this city is not known for its beautiful beach this city is not known for its beautiful beach chẳng thà thìក្រុងនេះមិនមែនល្បីល្បាញដោយសារឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្លួនទេលោកហេ this city ទីក្រុងនេះ is not known for មិនមែនល្បីល្បាញដោយសារ its beautiful beach ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ខ្លួនទេ Sentence 204 he is not known for telling funny jokes he is not known for telling funny jokes យ៉ាងថាគាត់នឹងមិនមែនល្បីល្បាញដោយសារការនិទានរឿងកំប្លែងដែលគួរឲ្យអស់សំណើចនោះទេ he is not known for គាត់មិនមែនល្បីល្បាញដោយសារ telling funny joke បាទដោយសារការនិទានរឿងជោគរឿងកំប្លែងដែលគួរឲ្យអស់សំណើច funny អូខេសម្រាប់វីដេអូទី24លើកឡើងពីប្រយោគបដិសេធបាទដែលមានចំនួន10000បាទ10000ប្រយោគអូខេដល់ sentence ទី24នេះ240នេះបាទក៏សូម slash ត្រឹមប៉ុណ្ណេះសិនបាទក៏សូមអធិស្ឋាននៅរាល់កំហុសខុសឆ្គងបាទក៏សូមអរគុណច្រើនសម្រាប់ការតាមដានសិក្សារបស់បងប្អូនក៏សូមជូនពរបងប្អូនទទួលបានជោគជ័យនៅក្នុងការសិក្សាគ្រប់គ្នាផងដែរបាទសូមអរគុណច្រើន